បើក្បាលវីដេអូមកគឺដើរចូលក្នុងហាងកាហ្វេហ្មងចាតែថាជីវិតពួកខ្ញុំគឺត្រូវចាប់តាមថ្ងៃថ្មីជាមួយនឹងកាហ្វេទឹកជីវិតបានស្រស់ស្រាយបានកាហ្វេហើយចូលក្នុងឡានវិញមកមីបញ្ចុកអំបោអូនទៅហើយលោកប្តីខ្ញុំបញ្ចុកនំប៉័ងប្រពន្ធខ្ញុំទៅតែថាងើបពីព្រឹកមកក៏អត់ទាន់បានញ៉ាំអីទាំងអស់គ្នាហើយថ្ងៃនេះពួកខ្ញុំចេញដំណើរទៅ PNN ទៀតហើយដើម្បីថត Rapper Fighter វគ្គ Semi Final ការងារទីរូបមានអីទេញ៉ាំឆ្អែតហើយចាគេហើយអូនគេងរហូតដល់ PNN អត់ទាន់ភ្ញាក់អីចឹងក៏រងឡានពីអ្នកម៉ាមីសិនទៅដើម្បីឲ្យប៉ាប៉ាបានទៅផាត់មុខរៀបចំខ្លួនដើម្បីថតមុនទៅហើយអូនគេងប្រហែលជាជិត1ម៉ោងបានអូនភ្ញាក់ខ្ញុំពោអូនចូលទៅក្នុងតប៉ាប៉ាសិនបន្ទាប់មកគេអត់ទាន់ស្វាងដល់ពេលឃើញប៉ាប៉ាគេផាត់មុខរៀបចំខ្លួនហ្នឹងមានចការមើលប៉ាប៉ាស្គាល់ហើយគេបាននៅប៉ាប៉ាគេពោមកផ្លែតអីចឹងហើយក៏ចេញតាណាទៅថតរូបព្រោះថាប៉ាប៉ាពេលហ្នឹងទៅ photo shoot មុនចាប់ផ្ដើមថត show អីចឹងណាហើយនេះទឹកមុខកូនខ្ញុំអង្គុយមើលប៉ាប៉ាគេថតរូបចាគឺឆ្ងល់ចាហើយនេះមើលមុខគេអូមកកូនខ្ញុំធំណាថតរូបក៏ចូលទៅខាងក្នុងអីចាកន្លែងនេះគេឈរមើលប៉ាប៉ាថៅប៉ៅគេកំពុងទៅហៅគេអីចឹងណាចាទឹកមុខគេគឺសឡងដាក់ភ្នែកហើយពេលហ្នឹងប៉ាប៉ាអត់ទាន់ថតដល់ចឹងក៏នៅឈរលេងហើយខ្ញុំពោមើលភ្លើងមើលឆាកគេសិនទៅនិយាយទៅគេប៉ាកែឆ្ងល់ប៉ាកែមើលហ្មងបន្ទាប់មកគេចាប់ដើមថតខ្ញុំក៏យកកូនមកគៀនមកហើយកូនខ្ញុំសប្បាយឮភ្លេងឮអីអូរំហែកហើយសឡងមួយហ្នឹងគឺម៉ាក់កូនខ្ញុំទិញដាច់ទេចាហើយទឹកមុខគេកន្លែងនេះគឺគេល្ងយគេងចាប៉ុន្តែគេគេងអត់លក់ទេដោយសារតែគេប្រេងចឹងក៏ងើបដើរមកហើយនេះគេក្រោយគេកលិចឃើញប៉ាប៉ាគេភ្លាមចាអូសប្បាយអរត់ត្រយទៅរកប៉ាប៉ាគេតែម្ដងចាប់អត់ចង់ឈ្នះទេម្ដាយនេះនោះនិយាយទៅគេប្រេងម្ដងចាគេស្រឡាញ់ប៉ាគេណាគឺគេទៅអង្គុយលេងមួយប៉ាប៉ាគេចឹងទៅចាប់5ថតគឺយើងម៉ែកូនយើងមកគៀនវិញបន្ទាប់មកគេប្រេងទៀតខ្ញុំក៏យកអូននៅផ្ញើនៅប៉ាប៉ាសិនខ្ញុំត្រូវទៅបន្ទប់ទឹកឲ្យឆ្លៀតកដៅបបរទុកឲ្យកូនហើយត្រឡប់មកវិញកាន់នំជាមួយទឹកខ្លះដើម្បីកូនញ៉ាំទុកជាអាហារសម្រន់សិនគេបាននៅមើលប៉ាគេគឺគេសប្បាយចិត្តតែម្ដងហើយកូនខ្ញុំឥឡូវចេះលូកយកនំយកអីញ៉ាំខ្លួនឯងអូចេះនឹងចេះកូនហើយវគ្គនេះគឺជាវគ្គដែលបរោះនៅ studio គឺចាអូនរៀបជាខ្លាំងចាគឺដោយសារតែមានស្រីស្អាតពោអូនថើបអូនអោបអូនអូយនិយាយទៅពេញហ្នឹងហ្មងបាននិយាយពីកូនខ្ញុំមើលតែទឹកមុខដឹងថាចាបានស្រីស្អាតពោបន្ទាប់មកដល់មកអូនញ៉ាំបបរខ្ញុំក៏យកអូនមកគៀនញ៉ាំបបរសិនហើយមកស្ទុះចា good night តែម្ដងកូនខ្ញុំហើយមើលរៀមទៀតគេងលើម៉ាមីចាគឺកថែកជើងយកតែម្ដងអូនគេងបានប្រហែល20នាទីគឺក៏ប្រេកញ៉ាំបាយចឹងប៉ាប៉ាក៏មកលើកអូនដើម្បីយកទៅក្នុងដើម្បីបានញ៉ាំបាយទាំងអស់គ្នាខ្ញុំឆ្លៀតកដៅពោទុកឲ្យកូនញ៉ាំមកហើយខ្ញុំញ៉ាំបាយដែរចាគឺត្រូវញ៉ាំបាយបើមិនចឹងទេគ្មានកម្លាំងពោកូនទេចាគឺកូនខ្ញុំស្រាលជាខ្លាំងញ៉ាំបាយរួចរាល់ហើយអស់ក៏ប៉ាប៉ាពោអូនដើម្បីចូលទៅខាងក្នុងថតទៀតហើយចាមុនថតគេប៉ាប៉ាគេពោលេងហើយដល់ពេលគេថតមកគៀនជាមួយម៉ាមីវិញចាទឹកមុខគេសប្បាយនិយាយច្រើនណាស់លើកូនខ្ញុំមកដល់ពេលគេប្រេករៀបចំឆាកមកផ្លែតនឹងខ្ញុំពោកូនដើរមើលគេមើលឯងកន្លែងនេះគឺឡើងឈរលេងនៅលើឆាកហ្មងមើល LED មើលអីគេអញ្ចឹងទៅហើយកន្លែងនេះហើយដែលធ្វើឲ្យអ្នកម្ដាយខ្ញុំនេះមានជាការអន់ចិត្តជាខ្លាំងគឺប្រាប់កូនឲ្យថើបស្រីស្អាតម្ដងគឺកូនថើបតែម្ដងបើអ្នកម្ដាយនេះនៅផ្ទះក៏ដោយចាគឺប្រាប់កូន20ដងគឺកូនថើបម៉ាមីតែម្ដងទេចានិយាយទៅគេថើបប៉ាប៉ាគេថើបអីហ្នឹងតែម៉ាមីទៅរើសអើងហ្មងកូនហ្នឹងចូលមកវីដេអូវិញគេចាប់ផ្ដើមថតយើងមកគៀនពីអ្នកម៉ាមីកូននេះអញ្ចឹងណាកូនខ្ញុំផ្លឹកភ្លឹងចាលក់បាត់ហើយ good night បាត់ហើយលើម៉ាមីហ្នឹងហើយមើលរៀងគេឡើងក៏ត្រៀតតែម្ដងកូនខ្ញុំហើយក៏លេចទៅមើលបងប្អូនគេពីរអ្នកនេះវិញចាគឺសប្បាយអរជាងគេតែម្ដងមក studio ហ្នឹងគេបានមកឆ្អែតមកងើបមកនៅស្ងាត់នៅឡើយនេះហើយកូនខ្ញុំចាឥឡូវចេះសញ្ញោដាក់ស្អីស្អាតទៅចាតោះមកដល់ម៉ោងគេប្រេកគេទៅ meeting អញ្ចឹងទៅខ្ញុំក៏យកអូនមកញ៉ាំបបរសិនទៅដែលសារដល់មកអូនថាញ៉ាំបបរដាក់ញ៉ាំបបរហើយក៏ដើរលេងជុំវិញនឹងចាំប៉ាប៉ាហើយនេះកូនខ្ញុំចាមកអត់តនេប៉ាប៉ាមកវិញញ៉ាំទៀតហើយកន្លែងនេះមានអីនិយាយចាគឺបងគាត់ surprise birthday ឲ្យប្តីខ្ញុំនឹងឯងចាគេសប្បាយតែម្ដងប៉ុន្តែសំខាន់គឺមិនមែនប្តីខ្ញុំទេដែលសប្បាយចាវុធាសប្បាយជាងប្តីខ្ញុំទេពីអានោះសំបងប្អូនគ្នាសាហាវហ្មងចរិតផុតពីនឹងមកបានថតទៀតទៅចាកាត់ដល់តាមផ្លូវទៅផ្ទះគឺកូនខ្ញុំគេងរហូតដល់ក៏បន្តការគេងអោបតុក្កតាដូរេម៉ុនគេអីចឹងទៅអញ្ចឹងវីដេអូចប់ប៉ុណ្្នឹងឯងបាយបាយ